ឯកឧត្តមចៃបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ជ័យលាភីសិស្សពូកែផ្នែកភាសាបាលីសំស្ក្រឹតនិងសូត្របដិមាក់ឆ្នាំ2025ដោយមានព្រះសង្ឃនិងបេក្ខសាមណសិស្សសរុបចំនួន241អង្គអ្នកបានចូលរួមប្រឡងក្នុងនោះផ្នែកបដិមាក់ចំនួន61អង្គផ្នែកភាសាបាលីសំស្ក្រឹតចំនួន186អង្គអ្នកនៅមណ្ឌលពុទ្ធិកវិទ្យាល័យព្រះសុរណរិទ្ធដែលស្ថិតនៅសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញពិធីនេះមានការយាងនិមន្តនិងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអំលឹមហេងព្រះអគ្គធិការនៃអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិសម្ដេចព្រះអគ្គធិការរងសម្ដេចព្រះមន្ត្រីសង្ឃព្រះថេរានុថេរៈគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាឯកឧត្តមចៃបរិនបានសម្ដែងនៅការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអំលឹមហេងសម្ដេចព្រះអគ្គធិការនៃអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិដែលទ្រង់បានផ្ដួចផ្ដើមមានកម្មវិធីប្រឡងនេះឡើងដើម្បីពង្រឹងនៅការប្រតិបត្តិធម៌វិន័យនិងការកសាងនៅមូលធនព្រះសង្ឃជំរុញវិស័យពុទ្ធិកសិក្សាគ្រប់កម្រិតនៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនទាំងបរិមាណនិងគុណភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពប្រកបនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថាកម្ពុជាជាប្រទេសចំណាស់មួយមានវប្បធម៌សម្បូរបែបហើយគុណតម្លៃនៃវប្បធម៌ផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនាការរៀបចំកម្មវិធីប្រឡងនាពេលនេះពិតជាឆ្លើយតបយ៉ាងស័ក្តិសមបំផុតចំពោះវិស័យពុទ្ធចក្រនិងអាណាចក្រព្រោះបដិមាក់គឺជាធម្មនុញ្ញនៃព្រះពុទ្ធសាសនាជាបញ្ញត្តិហាមឃាត់ដោយកាយវិការចិត្តញ៉ាំងបុគ្គលអ្នកប្រតិបត្តិតាមឲ្យរួចផុតពីអបាយនិងពីសេចក្តីទុក្ខបានទាំងឡាយចំណែកឯភាសាបាលីសំស្ក្រឹតក៏មានសារៈសំខាន់និងចាំបាច់ខ្លាំងណាស់សម្រាប់ព្រះពុទ្ធសាសនាមិនត្រឹមតែជាគ្រឹះដ៏រឹងមាំនៅក្នុងការរក្សានៅពុទ្ធវចនៈដើមឲ្យបានគង់វង្សថិតថេរប៉ុណ្ណោះទេប៉ុន្តែនៅក្នុងអក្សរសាស្ត្រខ្មែរក៏មានពាក្យកម្ចីជាច្រើនដោយបានប្រើប្រាស់ភាសាបាលីនិងសំស្ក្រឹតផងដែរឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម 1. សូមឲ្យអគ្គធិការនៃអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិបន្តរៀបចំកម្មវិធីប្រឡងនេះឡើងឲ្យបានជារៀងរាល់ឆ្នាំដើម្បីធានានូវភាពរឹងមាំនិងការរីកចម្រើននៃព្រះពុទ្ធសាសនា 2. សូមឲ្យព្រះចៅអធិការគ្រប់វត្តអារាមចូលរួមពង្រឹងការធ្វើឧបោសថកម្មពោលគឺការសូត្របដិមាក់ឲ្យបាន1ខែ2ដងដើម្បីឲ្យព្រះពុទ្ធសាសនាក្លាយជាមនោញ្ញខេត្តដ៏ប្រពៃសម្រាប់ប្រជាពុទ្ធបរិស័ទ 3. រក្សាបាននូវគុណតម្លៃនៃអត្តសញ្ញាណនិងភាពខ្លាំងនេះឲ្យបានគង់វង្សល្បីរន្ទឺនៅទូទាំងប្រទេស 4. សូមឲ្យសាមណសិស្សត្រូវខិតខំប្រឹងប្រែងបន្តទៀតអភិវឌ្ឍចំណេះដឹងខាងផ្នែកភាសាបាលីសំស្ក្រឹតនិងបដិមាក់ឲ្យរឹតតែមានភាពស្ទាត់ជំនាញខ្ពស់និងឲ្យក្លាយជាសក្តានុពលនៃវិស័យពុទ្ធិកសិក្សានិង 5. គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកែតម្រង់រស់មិនកែតម្រង់ស្លាប់ដូច្នេះអគ្គធិការដ្ឋានពុទ្ធិកសិក្សាគប្បីធ្វើបច្ចុប្បន្នភាពកែតម្រង់កម្មវិធីសិក្សាដោយឈរលើអត្តសញ្ញាណនិងភាពខ្លាំងរបស់ខ្លួនពលភាពខ្លាំងខាងផ្នែកអក្សរសាស្ត្របាលីសំស្ក្រឹតនិងទស្សនវិជ្ជាព្រះពុទ្ធសាសនាជាដើម